ដោយសារតែខ្ញុំជាមនុស្សចូលចិត្តធ្វើបាបខ្លួនឯងអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងមកនិយាយពីរឿងពនាងព្រើស live action ដែលចេញឆ្នាំ2025ហ្នឹងរឿងហ្នឹងមែនតែនទៅបើយើងមើលបដាបិទខួរក្បាលយើងបដាមើលទៅល្អមើលទេបើយើងមើលហើយយើងគិតហើយយើងជា fan original បានមើលទៅទើសភ្នែករឿងហ្នឹងចេញមកល្បីខ្លាំងចេញត្រឹមតា trailer ក៏ល្បីខ្លាំងចេញមកដល់រឿងហើយក៏ល្បីខ្លាំងទៀតអញ្ចឹងថ្ងៃហ្នឹងយើងមកមើលទាំងអស់គ្នាតើមូលហេតុអីខ្លះធ្វើឲ្យរឿង Snow White 2025ល្បីខ្លាំងដល់ថ្នាក់នេះចាប់ផ្ដើមរឿងយើងជួបជាមួយនឹងព្រើសពេលទៅតូចជាមួយនឹងម៉ែឪគេដែលជា King ហើយនិង Queen ប្រហែលជាអ្នកនរគ្នាឆ្ងល់ហើយថាហេតុអីបានជាពនាងហ្នឹងឈ្មោះព្រើសហើយហេតុអីបានជាព្រើសឈ្មោះព្រើសពនាងហ្នឹងគឺម៉ែឪដាក់ឈ្មោះឲ្យព្រើសហ្នឹងដោយសារស្បែកសដូចជាព្រិលអញ្ចឹងយើងមើល live action ចាស់មួយណាក៏ដូចមួយណាដែរគឺតួគឺសុទ្ធតែជាស្បែកសទាំងអស់រឿងដើមជារឿងរបស់អឺរ៉ុបអញ្ចឹងហើយតួគឺស្បែកសវា make sense ប៉ុន្តែសម្រាប់ live action ដែលយក Latina មកដើរតួគឺវាមើលទៅរៀងឆ្កងតែម្ដងព្រោះឈ្មោះនិងតួគឺមាន connection ជាមួយគ្នាចឹងកន្លែងហ្នឹងអីដែល Disney កែហ្នឹងគឺពនាងហ្នឹងបានឈ្មោះព្រើសដោយសារតែម្ដាយរបស់គាត់ហ្នឹងបង្កើតគាត់ចំពេលដែលមានព្យុះព្រិលអ្នកនរគ្នាយល់ទេចឹងឡើយនឹងមានន័យថាបើព្រើសកើតចំពេលស៊ូណាមីព្រើសនឹងឈ្មោះថាលោកសវិញបើកើតចំពេលទឹកជំនន់មានន័យថាទឹកសវិញ Logic is so stupid ចឹងមួយរយៈក្រោយមកនៅពេលដែលម្ដាយរបស់ព្រើសនឹងស្លាប់នឹង Wonder Woman ក៏បានចូលមកដល់ក្នុងប្រាសាទហ្នឹងណែនាំខ្លួនទៅកាន់ស្ដេចហ្នឹងហើយស្ដេចហ្នឹងក៏យក Wonder Woman ធ្វើជាប្រពន្ធថ្មីតាំងពីឡើងធ្វើជា Queen ថ្មីមក Wonder Woman ហ្នឹងគឺអត់មានធ្វើអីក្រៅពីមួយថ្ងៃអង្គុយមុខកញ្ចក់សួរកញ្ចក់ថាណាគេស្អាតជាងគេនៅលើโลกហ្នឹងខ្លួនឯងចង់ខ្លាចជាស្រីស្អាតជាងគេនៅលើโลกប៉ុន្តែ make no attempt អត់មាន skin care អត់មានដើរ plastic surgery អីសោះម្ដងគិតទៅសួរកញ្ចក់ហើយណាគេដែលកញ្ចក់ហ្នឹងថាស្អាតជាងគឺសម្រាប់អ្នកហ្នឹងចោលតាំងពីឪ Snow White ចេញទៅច្បាំងគេហើយស្លាប់មក Snow White ហ្នឹងក៏ត្រូវម្ដាយចងខ្លួនឯងហ្នឹងទុកចោលក្នុងប្រាសាទចាត់ទុកដោយអ្នកម្រាអញ្ចឹងក្នុងរឿងហ្នឹងអត់មានព្រះអង្គម្ចាស់មកជួយព្រើសឯងមានតែចៅម្នាក់ថ្ងៃដំបូងចូលមកលួចនៅប្រាសាទហ្នឹងក៏ត្រូវម៉ែរបស់ព្រើសហ្នឹងចាប់បានហើយក៏យកទៅចងនៅទ្វារមុខប្រាសាទហ្នឹងទៅព្រើសក៏ទៅជួយដោះលែងម្នាក់ហ្នឹងទៅវិញទៅល្ងាចឡើងម្ចាស់ស្ត្រីហ្នឹងក៏ទៅសួរកញ្ចក់តាមធម្មតាថាណាគេស្អាតជាងគេនៅលើโลกហ្នឹងម្ចាស់ស្ត្រីហ្នឹងក៏ខឹងក្រោយឮកញ្ចក់ហ្នឹងថាមានក្មេងស្រីផ្សេងស្អាតជាងកញ្ចក់ហ្នឹងខ្លួនឯងមុខមើលមិនយល់ទេប៉ុន្តែអង្គុយចាច់ beauty របស់គេខ្ញុំនិយាយស្មោះអស់ពីដួងចិត្តតែម្ដង Wonder Woman acting គឺខ្សោយខ្លាំងមើល emotion ក៏អត់ចេញអស់មើលភាពពេលខឹងពេលមុំហើយក៏មិនចេញអស់មើលទៅការសម្ដែងគឺ plan គឺសាបខ្លាំងអត់មានជាតិអត់មានចៅអីទេហើយយើងមើលក៏អត់ជឿថាម្នាក់ហ្នឹងជា evil queen ដែរតែក៏ដល់មែនតែនទៅដើរជាតួល្អក៏សម្ដែងអត់សមដើរជាតួអាក្រក់ក៏សម្ដែងអត់សមដែរដោយសារបងកញ្ចក់ថាឲ្យមួយម៉ាត់ឥឡូវហ្នឹង evil queen យើងខឹងហើយក៏ឲ្យ huntsman ហ្នឹងនាំ Snow White ទៅបេះផ្លែឈើក្នុងព្រៃហើយសម្រាប់ Snow White ចោលព្រើសយើងត្រូវគេចាត់ទុកជាអ្នកបម្រើរាប់ឆ្នាំហើយត្រូវគេខាំងទុកនៅក្នុងប្រាសាទលាំងប្រជាជនខ្លួនឯងហ្នឹងអត់ដឹងថាព្រើសនឹងទៅណាបាត់ផងសំហៅចេញទៅក្រៅដើរលេងមានរ៉ូបថ្មីស្លៀកអាហ្នឹងយើងអាចនិយាយបានថាថ្ងៃហ្នឹងបានដើរលេងបេះប៉ោមស៊ីមួយថ្ងៃតោះទៅកាត់រ៉ូបថ្មីស្លៀកនេះជាទឹកមុខព្រើសនៅពេលដែលគេភ្ជង់កបិតដាក់ឯណាទៅភាពភ័យខ្លាចHuntsman អត់ហ៊ានសម្លាប់ព្រើសឯដែលមូលហេតុដែលយើងអត់ដឹងព្រោះអត់ដែលជួបគ្នាសោះតែមិនបានឃើញគ្នាម្ដងហ្នឹងតែអត់ហ៊ានធ្វើតាមបញ្ជាមេខ្លួនឯងសម្លាប់ព្រើសអញ្ចឹងក៏ឲ្យព្រើសរត់ចូលទៅក្នុងព្រៃកិច្ចខ្លួនព្រើសទៅដល់ក្នុងព្រៃជួបសត្វព្រៃនាំព្រើសទៅកាន់ខ្ទមមួយនៅកណ្ដាលព្រៃដែលមើលពីចម្ងាយទៅដូចខ្ទមមានមនុស្សនៅប៉ុន្តែអត់មានអ្នកគេនៅក្នុងហ្នឹងទេដឹងតែព្រើសធ្វើអីបន្តទៀតទេចូលទៅផ្ទះគេហើយដេកព្រើសមែនមានឈ្មោះតែពនាងឯងគឺជាពនាងមែនតែអញ្ចឹងគេមាន manner គេមានអីព្រើសនៅក្នុង original វិញពេលឃើញផ្ទះខ្ទមហ្នឹងហើយទៅគោះទ្វារសិនរៀបរឹកខ្លួនឯងស្អាតហើយបានទៅគោះទ្វារមើលថាមានម្ចាស់ផ្ទះនៅអត់អស់ពីគោះទ្វារហើយគេទៅមើលតាមប្រអួយសិនទៀតថាមានមនុស្សអត់បានគេដាច់ចិត្តចូលទៅក្នុងផ្ទះហ្នឹងព្រើសនេះដើរចូលក្នុងផ្ទះគេហ្មង
ព្រោះសក្នុង original វិញមើលទៅក្នុងផ្ទះហ្នឹងគាត់ថាផ្ទះហ្នឹងក៏ក្រិចចាស់ហើយក៏អីទូចគ្រឿងក្រៅអីទូចគាត់ថាប្រហែលជាមានកូនក្មេងនៅក្នុងផ្ទះហ្នឹងហើយបានជាព្រោះសដើម្បីចង់សុំគេមកស្នាក់នៅក្នុងផ្ទះហ្នឹងក៏បោះផ្ទះជូតសម្អាតផ្ទះឲ្យគេទៅគឺលោកគេចិត្តល្អឃើញយើងជូតផ្ទះឲ្យគេឲ្យយើងនៅអញ្ចឹងណាតែព្រោះសនេះអត់មានអញ្ចឹងទេដើរមកកន្លែងចុះកន្លែងឡើងទៅបន្ទប់ដេកគេហើយដេកយកតែម្ដងនិយាយឡើង CGI តាកទឿទាំង7នាក់ហ្នឹងក៏ត្រឡប់មកផ្ទះវិញហើយឃើញព្រលសដេកនៅក្នុងផ្ទះគេហ្នឹងក៏ខឹងតែយ៉ាងណាមិញអាណិតក៏ឲ្យដេកនៅនឹងយប់ទៅនៅប្រាសាទណាលោកបងកញ្ចក់នេះនៅញុះញង់ប្រាប់ម្ចាស់ក្សត្រីនឹងទៀតថា Snow White អត់តន់ងាប់ទេឥឡូវកំពុងតែនៅក្នុងព្រៃក្សត្រីលឺអញ្ចឹងខឹងខ្លាំងពេកក៏ដាក់មកបត់ទៅហើយខ្ញុំនិយាយមែនមកបត់នឹងតែងប់តែចោលទៅជាខ្ញុំនឹងចង់ធ្លាជាងឈាមហើយព្រោះសណាវិញចូលមកអស់ពីចូលមកផ្ទះគេចូលមកដេកហើយឥឡូវឲ្យម្ចាស់ផ្ទះគេបោះផ្ទះខ្លួនឯងទៀតគាត់ថាគ្រាន់តែជាមែននៅឯម្ចាស់ផ្ទះគេបើកទ្វារផ្ទះទទួលយើងចូលហើយណាក៏ផ្ទះគេមិនក៏យើងអត់មានត្រូវទៅនិយាយថាផ្ទះគេក៏ខិចគេគួរធ្វើអញ្ចេះគេគួរធ្វើចូលក្នុងផ្ទះគេដែរអាហ្នឹងគ្រាន់ខ្ញុំគិតថាវាជាមែននៅមួយណាព្រោះសវិញខ្លួនជាពនាងហ្មងទៅប្រាប់ម្ចាស់ផ្ទះគេឲ្យគេបោះផ្ទះគេហ្នឹងខំឲ្យនៅផ្ទះគេឡើងមកយកវិញហ្នឹងព្រោះសនៅក្នុង original វិញអស់ពីបោះផ្ទះគេស្អាតហើយធ្វើស៊ុបឲ្យគេស៊ីចាំគេមកផ្ទះវិញទៀតតែធ្វើមិនព្រោះសសម័យថ្មីជា strong independent woman អត់អាចទៅធ្វើការងារផ្ទះអត់អាចទៅបោះផ្ទះលាងចានអីបានទេព្រលឹមឡើងពេល CGI ទាំង7ទៅធ្វើការព្រោះសដើរក្នុងព្រៃសុកលេងទៅជួបតួប្រុសវិញអាហ្នឹងធ្វើមិននិស័យគេតែយើងត្រូវជាគូនឹងគ្នាទោះបីនៅក្នុងព្រៃក៏ដើរជួបគ្នាដែរតួប្រុសហ្នឹងគេបានណែនាំខ្លួនគេទៅកាន់ព្រោះសតែគេឈ្មោះJonathan Joestar ដែលហៅកាត់ថាโจហើយណែនាំពួកម៉ាក់គេចោលទាំងប្រមាណហ្នឹងទៅកាន់ព្រឺសទៀតព្រឺសក៏ណែនាំ Jonathan ជាមួយនឹងពួកម៉ាក់ចោលគេហ្នឹងទៅកាន់ CGI ទាំង7ទៀតខ្ញុំយល់អារម្មណ៍ CGI ទាំង7ដែរសុកមានក្មេងស្រីម្នាក់ទាំងរត់មកពីណៃចូលមកនៅផ្ទះយើងឲ្យយើងបោះផ្ទះខ្លួនឯងហើយឥឡូវណែនាំចោលមកផ្ទះយើងទៀតកន្លែងហ្នឹងព្រឺសហ្នឹងបានឲ្យខ្សែកគេទៅចនអាសានហ្នឹងហើយក៏គេបែកផ្លូវដើរទៅផ្លូវរៀងខ្លួនវិញបាន5នាទីក្រោយមកចនអាសានហ្នឹងក៏ត្រូវម្ចាស់សត្រូវហ្នឹងចាប់បានទៀតក៏ធ្វើចោលដល់សប្តាហ៍ថ្ងៃដែរលេងគេចាប់បានរហូតហើយនេះម្ចាស់សត្រីហ្នឹងដឹងថា Snow White នៅរស់ក៏ទៅដល់បន្ទប់ខំដីធ្វើឆ្នាំនេះឆ្នាំនោះចេញមកបានមកកឡផឹកទៅដើម្បីឲ្យទៅជាយាយម្នាក់ដែលមានមុខមាត់អាក្រក់ឆ្នាំដែលម្ចាស់ស្ត្រី Wonder Woman នឹងមានគឺមានច្រើនឆ្នាំណាស់ហើយបើចង់ស្អាតជាង Snow White ដល់ថ្នាក់ហ្នឹងមិនធ្វើឆ្នាំមួយ Snow White ហ្នឹងផឹកទៅជារូបរាងអាក្រក់ទៅចាំបាច់ឲ្យគេសម្លាប់ធ្វើអីហើយទៅយកផ្លែប៉ោមហ្នឹងយកទៅធ្វើជាផ្លែប៉ោមពុលចង់បញ្ចុះបញ្ចូលឲ្យ Snow White ហ្នឹងស៊ីផ្លែប៉ោមហ្នឹងទៅស្លាប់ die sleep whateverចុះមិនព្រមយករូបមន្តណាដែលអត់មានថ្នាំប្រសាបទៅចាំបាច់យកណាមានថ្នាំប្រសាបធ្វើអីយករូបមន្តណាដែលធ្វើឲ្យ Snow White ហ្នឹង paralyze លែងស្អាតអីក៏បានដែរប៉ុន្តែយកអាណាដែលធ្វើឲ្យគេស្លាប់ហើយអាចងើបឡើងមកវិញតែសភៅឡើងក្រាស់ខ្មឹកមាន spell តែមួយហ្នឹងឯងតាមហៅទៅហ៊ានមកនគរដើររ Snow White មួយអត់ឃើញមកព្រៃដល់ពេលQueen ហ្នឹងគ្រាន់តែទៅជាយាយចាស់កោងក្នុងដើមចង់រួចផងដើរមកជួយរក Snow White ឃើញហើយបើសារកញ្ចក់វេទមន្តហ្នឹងប្រាប់មែនបើកញ្ចក់វេទមន្តហ្នឹងប្រាប់មិនឲ្យទៅហ៊ានមកចាប់ Snow White ទៅហើយក៏គិតថា Snow White នៅក្នុងព្រៃហ្នឹងមានតបពី3លាននាក់ពេលសត្វព្រៃអស់ហ្នឹងគ្រាន់តែឃើញ Evil Queen ហ្នឹងមកភ្លាមរត់ចោល Snow White អស់លីងនៅក្នុង original animation សត្វព្រៃអស់ហ្នឹងហើទៅ attack យាយហ្នឹងហ្មងដល់ Snow White នាំយាយនឹងចូលទេហើយបានសัตว์អស់ហ្នឹងនាំគ្នាហើទៅហៅ CGI ទាំង7តែក្នុង live action នេះគឺរត់ទៅរក CGI ទាំង7មកអត់មាននៅជួយសិនទេSnow White យកផ្លែប៉ោមនឹងហើយខំមួយម៉ាត់ទៅ the rest is history CGI ទាំង7ត្រឡប់មកផ្ទះវិញ Snow White នឹងបានទៅផុតបាត់ហើយ Amen នៅក្នុង original animation ហ្នឹងពួកតាកទឿទាំង7ហ្នឹងដោយសារគិតថា Snow White ហ្នឹងសម្រស់ស្រស់ស្អាតខ្លាំងពេកអត់ដាច់ចិត្តបូជាឬក៏យកកប់ក៏ដាក់ Snow White នៅក្នុងមឈូសមួយដែលធ្វើពីកញ្ចក់ដើម្បីឲ្យសម្រស់ Snow White ហ្នឹងអាចនៅបានជារៀងរហូតតែនៅក្នុង live action ប្រហែលជាតាកទឿទាំង7អត់គិតថា Snow White ស្អាតដល់ deserve treatment ហ្នឹងក៏គេទុកចោលនៅលើថ្មហ្នឹងទៅ
FYI ពួកម៉ាក់ខ្ញុំមានអាជីវកម្មលក់មឈូសអញ្ចឹងសម្រាប់អ្នកដែលមានបំណងត្រូវការមឈូសវិញអាចដាក់ក្នុង comment នឹងបានបាទដោយនៅក្នុង interview អញ្ចឹងគេនិយាយថា Snow White ថ្មី2025នេះគឺអត់មានព្រះអង្គម្ចាស់ជិះសេះសមកជួយ Snow White ទេមានតែចៅជិះសេះសមកកន្លែងហ្នឹងតួប្រុសថាប Snow White ហើយ Snow White ក៏ដឹងខ្លួនឡើងមកវិញហើយដែលហួសចិត្តជាងគេហ្នឹងគឺ Dopey ចាស់និយាយ We're not afraid. នឹងនេះយល់ទេឈ្មោះ Dopey ហ្នឹងគឺមានន័យថាតួនឹងកដូចគេហៅខ្មែរអាកអញ្ចឹងណាហើយសម័យមើលក្នុងភូមិយើងមានម្នាក់ហ្នឹងកឈ្មោះអាកហើយសុកចេះនិយាយងើបពីខូម៉ាមកវិញ Snow White ក៏សម្រេចចិត្តដើរចូលក្នុងភូមិបង្ហាញខ្លួនឲ្យអ្នកភូមិមើលជាលើកទី1ក្រោយពីត្រូវបានគេចាប់ជំរិតដាក់នៅក្នុងប្រាសាទរយៈពេល500ឆ្នាំមកដោយយើងនិយាយដើមរឿងហ្នឹងអញ្ចឹងចូលណាសានហ្នឹងជាប្រជាជនក្នុងភូមិហ្នឹងដែរអត់ដឹងថា Snow White ទៅជាយ៉ាងណាយ៉ាងណីផងតែសុក Snow White ដើរចូលមកភូមិអ្នកភូមិដែលអត់ទាំងដែរដឹងពនាងខ្លួនឯងធំធាត់ទៅមុខមិនផងហ្នឹងក៏មើល Snow White ទៅមើលទៅស្គាល់ថាពនាងហើយក៏ទៅប្រមូលផ្ដុំគ្នាបាតកម្មនៅមុខវាំងខ្ញុំនិយាយមែន Queen នេះតាំងពីដើមដល់ចប់មានអារម្មណ៍ថាអត់ make decision ណាមួយដែលធ្វើឲ្យខ្លួនឯងមើលទៅជាមនុស្សឆ្លាតសោះទី1ទៅយកផ្លែប៉ោមជ្រលក់ចូលថ្នាំដែលមានថ្នាំប្រសាបមានថ្នាំប្រសាបដែលអាចធ្វើឲ្យ Snow White នឹងងើបឡើងមកវិញបានវាចង់សម្លាប់គេខ្លាំងណាស់ហើយមិនចាំបាច់ទៅរកអីដែលមានថ្នាំប្រសាបទៅអីហើយមិនឲ្យទៅហ៊ានទៅសម្លាប់ទៀតទៅទី2នឹងដឹងថា Jonathan មួយ Snow White នឹងស្រឡាញ់គ្នាដែរប៉ុន្តែពេលសម្លាប់ Snow White ហើយមកដល់វាំងវិញអត់សម្លាប់ Jonathan នឹងទេទុក antidote នឹងឲ្យនៅរស់ទៀតមានន័យថាម្នាក់ប្រុសនឹងអាចធ្វើជាថ្នាំប្រសាបធ្វើឲ្យ Snow White ងើបឡើងមកវិញបានតែឥឡូវមិនសម្លាប់ទេទុកនៅនឹងសិនណាមកវិញសម្រាប់តា Jonathan បាត់ហ្នឹងក៏គ្មានណាគេទៅស្រឡាញ់ Snow White គ្មានណាគេទៅ vibe ជាមួយបានទៅជា true love អីទៀតទេព្រោះ Snow White គឺ out cold បាត់ហើយ but no ចឹងអីឲ្យប្រជាជនបះបោឲ្យស្រឡះកន្លែងហ្នឹង Queen ហ្នឹងឲ្យ guard ម្នាក់មុខដូច Bad Bunny ហ្នឹងទៅសម្លាប់សនោះក៏និយាយទៅកាន់ guard ហ្នឹងថាខ្ញុំដឹងថាបងឯងមិនជាមនុស្សចឹងទេបងឯងធ្លាប់ជា Bad Bunny ធ្វើ concert មិនជាឃាតករសម្លាប់គេទេ This is not you stop it get some help និយាយប៉ុណ្ណឹងក៏បានរួចខ្លួនមែន Queen វិញក៏ត្រូវ guard ក៏ត្រូវអ្នកយាមទ្វារខ្លួនឯងក៏ត្រូវទៅហ៊ានខ្លួនឯងនឹងប្រជាជនខ្លួនឯងបះបោខ្លាំងពេកទៅរត់ចូលទៅសួរកញ្ចក់នឹងម្ដងទៀតថាណាគេស្អាតជាងគេកញ្ចក់ហ្នឹងក៏ថាមកវិញត្បិតតែ Snow White មិនសូវស្អាតមែនប៉ុន្តែសម្រស់របស់នាងគឺមានពីខាងក្នុងមកអាហ្នឹងគឺជាពាក្យពេចន៍មួយឃ្លាដែលមនុស្សស្រីគ្រប់រូបមិនចង់ឮខ្ញុំចង់ស្អប់ខាងក្រៅអត់ចង់ស្អប់ខាងក្នុងទេម្ចាស់ស្ត្រីហ្នឹងក៏មើលគ្នាជាមួយនឹងកញ្ចក់ទៅត្បិតតែម្ចាស់ស្ត្រីហ្នឹងចេះធ្មប់ចេះអីច្រើនមែនប៉ុន្តែ Villain ហ្នឹងគឺស្រួលមែនតែអត់មានពិបាកក្នុងការយកឈ្នះហែដូចយើងមើលមក Villain Queen ហ្នឹងគឺ make a lot of stupid decision ស្អាតប៉ុន្តែ stupid ចុងក្រោយ Snow White ក៏បានរៀបការជាមួយនឹងចៅរបស់គេហើយ they live happily ever after